បាទជាដំបូងខ្ញុំបាទស៊ីនុនសូមធ្វើការជម្រាបសួរទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនានៅវីដេអូមួយនេះបាទដែលក្រុមរបស់ខ្ញុំបាទពួកយើងនឹងធ្វើបទបង្ហាញទៅលើប្រធានបទ Green Innovation in Business បាទឥឡូវនេះចូលមកដល់ការណែនាំក្រុមរបស់ខ្ញុំដែលយើងមានចំនួន3នាក់គឺទី1គឺខ្ញុំបាទវួនស៊ីនុនហើយនិងទី2គឺប្អូនស្រីហួរលីហឺហើយនឹងចុងក្រោយគឺលោកហេងសំរិទ្ធសេដ្ឋាដែលគាត់នឹងធ្វើបទបង្ហាញបញ្ចប់ទៅលើប្រធានបទនាថ្ងៃនេះតែម្ដងបាទឥឡូវនេះយើងមុននឹងឈានចូលដល់ការបកស្រាយគឺយើងត្រូវតែយល់ដឹងអំពីអត្ថន័យនៃពាក្យថា Green Innovation in Business ជាមុនសិនតើវាមានអត្ថន័យដូចម្ដេចអញ្ចឹង Green Innovation in Business មានន័យថាការបង្កើតគំនិតថ្មីៗដំណើរការថ្មីៗឬក៏បច្ចេកវិទ្យាថ្មីៗក្នុងការធ្វើអាជីវកម្មដែលជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានវាក៏ជួយឲ្យការងារមានប្រសិទ្ធភាពល្អប្រសើរឡើងសន្សំសំចៃនិងអាចដំណើរការបានយូរអង្វែងផងដែរសរុបឲ្យងាយយល់គឺធ្វើឲ្យអាជីវកម្មកាន់តែឆ្លាតវៃដោយប្រើវិធីថ្មីៗដែលល្អទាំងសម្រាប់ក្រុមហ៊ុននិងបរិស្ថានផងដែរក្នុងនោះផងដែរគេបានលើកឡើងថា Green Business គឺជាអាជីវកម្មដ៏ឆ្លាតវៃដូច្នេះតើមូលហេតុអ្វីទៅបានជាគេលើកឡើងបែបនេះបាទអញ្ចឹង Green Business គឺជាអាជីវកម្មដ៏ឆ្លាតវៃពីព្រោះវាជួយកាត់បន្ថយចំណាយដែលក្នុងនោះមានដូចជាការចំណាយទៅលើក្រដាសថាមពលហើយនិងការធ្វើដំណើរផ្សេងៗហើយមួយទៀតវាធ្វើឲ្យការងាររហ័សជាងមុននិងមានប្រសិទ្ធភាពចំណុចបន្ទាប់គឺបង្កើនភាពជឿជាក់និងរូបភាពល្អរបស់ម៉ាកយីហោហើយវាក៏ឆ្លើយតបទៅនឹងការរំពឹងទុករបស់អតិថិជនផងដែរដែលអតិថិជនភាគច្រើនគឺគាត់ចូលចិត្តអាជីវកម្មដែលមានការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថានហើយចំណុចចុងក្រោយគឺវាជួយឲ្យអាជីវកម្មអាចរីកចម្រើននិងប្រកួតប្រជែងបានរយៈពេលយូរអង្វែងសរុបឲ្យងាយយល់ Green Business គឺធ្វើល្អទាំងសម្រាប់បរិស្ថាននិងធ្វើឲ្យអាជីវកម្មរកប្រាក់ចំណេញបានរយៈពេលយូរដែលបន្ទាប់ពីនេះផងដែរក្រុមរបស់ខ្ញុំបាទពួកយើងនឹងធ្វើការឧទាហរណ៍តាក់ទងជាមួយនឹង Green Innovation in Business ផងដែរដូចនេះដើម្បីយល់កាន់តែច្បាស់យើងនឹងនិយាយអំពី4នាយកដ្ឋានដែលអនុវត្តនៅនវានុវត្តន៍បៃតងដែលទី1នោះគឺ Operation Department ការប្រើប្រាស់នៅ Digital Policy ជាមួយនឹង Claim Management System គឺអាចជួយកាត់បន្ថយការងារដោយដៃកាត់បន្ថយនៅកំហុសនិងជួយឲ្យការងារនឹងមានប្រសិទ្ធភាពជាមួយនឹងតម្លាភាពរួមទាំងកាត់បន្ថយនៅការប្រើប្រាស់ធនធានជាមួយនឹងការចំណាយផ្សេងៗទី2គឺការជួបជុំតាមអនឡាញដើម្បីសន្សំនៅពេលវេលានិងថ្លៃធ្វើដំណើររបស់អតិថិជនក៏ដូចជាបុគ្គលិកទាំងអស់ដោយឡែកគឺវាអាចជួយកាត់បន្ថយនៅការបញ្ចេញឧស្ម័នកាបូនពីការធ្វើដំណើរផងដែរហើយអ្វីដែលពិសេសនោះគឺកាត់បន្ថយនៅការប្រើប្រាស់ម៉ាស៊ីន print ក៏ដូចជាសម្ភារៈនៅក្នុងការិយាល័យការប្រើប្រាស់នៅថាមពលក៏ដូចជាក្រដាសនិងកាកសំណល់នឹងគឺអាចកាត់បន្ថយបានយ៉ាងច្រើនហើយមួយវិញទៀតវាអាចជួយការពារនៅបរិស្ថាននិងសន្សំសំចៃថវិការបស់ក្រុមហ៊ុនផងដែរដោយឡែកការអនុវត្តនៅនវានុវត្តន៍បៃតងហ្នឹងក៏អាចជួយឲ្យយើងកាត់បន្ថយនៃការធ្វើដំណើរហើយសន្សំនៅពេលវេលាមួយវិញទៀតគឺបង្កើននូវភាពបត់បែននៅក្នុងការងារនិងកាត់បន្ថយការប៉ះពាល់យ៉ាងខ្លាំងទៅដល់បរិស្ថានសរុបមកការអនុវត្តនៅនវានុវត្តន៍បៃតងទាំងអស់ហ្នឹងអាចជួយឲ្យក្រុមហ៊ុនមានការរីកចម្រើនបានមួយកម្រិតហើយដោយសារតែវាអាចជួយសន្សំសំចៃថវិកាក៏ដូចជាបង្កើននូវប្រសិទ្ធភាពការងារនិងទំនួលខុសត្រូវចំពោះបរិស្ថានផងដែរអញ្ចឹងក្រុមហ៊ុនអាចនឹងមានការរីកចម្រើនពីមួយលំដាប់ទៅមួយលំដាប់ដោយការអនុវត្តនៅនវានុវត្តន៍បៃតងនឹងឯងបាទអញ្ចឹងដោយដែលបងអូនស្រីបានលើកឡើងខាងលើអញ្ចឹងគឺសុទ្ធតែជាផលវិជ្ជមានដែលតកតងជាមួយនឹងផ្នែក operation ដែលយើងទទួលបានអំពីការដាក់បញ្ចូល Green Innovation ទៅក្នុង business បាទអញ្ចឹងដើម្បីទទួលបានលទ្ធផលទាំងអស់ហ្នឹងពួកយើងក៏ត្រូវតែមានកត្តាជំរុញដែរមិនមែនការអនុវត្តត្រឹមតែបុគ្គលម្នាក់ឬក៏ការអនុវត្តត្រឹមតែរយៈពេលខ្លីទទួលបានលទ្ធផលនោះទេគឺត្រូវតែមានការចូលរួមពីក្រុមហ៊ុនជាច្រើនបាទឥឡូវយើងនិយាយត្រឹមតែនៅក្នុងក្រុមហ៊ុនមួយតែប៉ុណ្ណោះបាទអញ្ចឹងតកតងជាមួយនឹងកត្តាជំរុញទី1យើងអាចនិយាយអំពី
តម្រូវការនៅក្នុងការបង្កើនប្រសិទ្ធភាពការងារអញ្ចឹងមានន័យថាក្រុមហ៊ុនគឺចង់ឲ្យមានការធ្វើការរហ័សជាងមុនត្រឹមត្រូវហើយយើងក៏ត្រូវតែផ្លាស់ប្ដូរមកប្រើបច្ចេកវិទ្យានិងប្រព័ន្ធថ្មីដើម្បីទទួលបានលទ្ធផលទាំងអស់នេះហើយចំណុចបន្ទាប់គឺការកាត់បន្ថយចំណាយប្រតិបត្តិការអញ្ចឹងក្រុមហ៊ុនត្រូវបន្ថយចំណាយប្រតិបត្តិការដូចជាក្រដាសការចំណាយលើថាមពលការចំណាយលើការធ្វើដំណើរនិងថ្លៃគ្រប់គ្រងដើម្បីរក្សាផលចំណេញចំណុចបន្ទាប់គឺត្រូវមានបច្ចេកវិទ្យា Digital សម្រាប់ធានារ៉ាប់រងអញ្ចឹងក្នុងនោះយើងមានដូចជា software system ទំនើបដែលអាចជួយគ្រប់គ្រង policy claim ហើយនិងអតិថិជនបានងាយស្រួលនិងមានប្រសិទ្ធភាពទាំងអស់នេះគឺជាកត្តាជំរុញនៅក្នុងផ្នែក operation ដែលយើងធ្វើការឧទាហរណ៍ប៉ុន្តែវាក៏មានឧបសគ្គនិងកត្តាប្រឈមដែរដោយដែលខ្ញុំលើកឡើងទាក់ទងជាមួយនឹង system ដែលមាន software អីផ្សេងៗទាំងអស់ហ្នឹងគឺវាទាមទារឲ្យមានការតភ្ជាប់គ្នាអញ្ចឹងសម្រាប់ប្រព័ន្ធចាស់គឺអាចថាវាមិនងាយនៅក្នុងការតភ្ជាប់ជាមួយនឹងប្រព័ន្ធថ្មីបានទេដោយសារតែយើងត្រូវរៀបចំ design workflow អីផ្សេងព្រោះថាជាទូទៅបុគ្គលិកគាត់ត្រូវសម្របខ្លួនទៅនឹងរបៀបធ្វើការទៅលើ system ថ្មីឬក៏ការងារថ្មីអញ្ចឹងគឺត្រូវចំណាយពេលនៅក្នុងការបណ្ដុះបណ្ដាលពួកគាត់ឲ្យស្គាល់នៅបច្ចេកវិទ្យាថ្មីហើយអាចថាវាមានការលំបាកដែរព្រោះការផ្លាស់ប្ដូរទៅកាន់អ្វីដែលថ្មីភ្លាមគឺវាត្រូវការរយៈពេលវែងដែរវាមិនអាចថាយើងត្រូវaddបញ្ចូលនៅ system ណាមួយបុគ្គលិកអាចធ្វើការបានរលូនតែម្ដងទេមួយវិញទៀតនៅពេលដែលប្រព័ន្ធ Digital ធ្វើឲ្យអតិថិជនងាយស្រួលចូលនៅក្នុងការប្រើប្រាស់សេវាកម្មទាំងអស់នោះដូច្នេះបុគ្គលិកក៏ត្រូវតែត្រៀមនៅក្នុងការឆ្លើយតបឲ្យបានលឿននិងច្រើនជាងមុនដែរព្រោះថាអតិថិជនលែងលំបាកទៀតហើយនៅក្នុងការទំនាក់ទំនងដោយដែលកាលយើងអត់មានបច្ចេកវិទ្យាអតិថិជនត្រូវធ្វើដំណើរមកដោយផ្ទាល់ឬទៅកាន់សាខាណាមួយអញ្ចឹងគឺវាពិតជាចំណាយពេលវេលាច្រើនដែលពេលខ្លះគាត់គ្រាន់តែមានចម្ងល់តិចតួចអញ្ចឹងនៅពេលដែលយើងមាន system ដែលផ្ដល់ភាពងាយស្រួលទៅកាន់អតិថិជនអតិថិជនក៏អាចធ្វើការតាក់ទងមកកាន់យើងនៅបញ្ហាដែលមានអញ្ចឹងអតិថិជនអាចនឹងរៀងមមាញឹកជាងមុនទី2នោះគឺ marketing department ដែលសំដៅទៅលើ digital marketing តាម website social media ឬមួយក៏ email គឺអាចជួយឲ្យកាត់បន្ថយនៅការបោះពុម្ពផ្សាយសម្ភារៈផ្សព្វផ្សាយក៏ដូចជាកាត់បន្ថយនៅការចំណាយទៅលើការធ្វើ marketing ហើយមួយវិញទៀតគឺអាចជួយឲ្យអតិថិជននឹងមានការកើនឡើងហើយនឹងទូលំទូលាយជាងមុនទី2គឺការអប់រំអតិថិជននៅតាមអនឡាញអំពីផលិតផលក៏ដូចជាអ្វីដែលតាក់ទងទៅនឹងក្រុមហ៊ុនរបស់ពួកយើងផងដែរហើយគឺងាយស្រួលនៅក្នុងការផ្ដល់ព័ត៌មានបានច្បាស់លាស់ងាយយល់បន្ទាប់មកគឺយើងអត់ចាំបាច់នៅការប្រើប្រាស់សម្ភារៈក្រដាសក៏ដូចជាវាអាចជួយឲ្យយើងកាត់បន្ថយនៃកាកសំណល់ទាំងអស់នឹងបានមួយកម្រិតអ្វីដែលសំខាន់គឺយើងអាចជួយចូលរួមនៅក្នុងការសន្សំសំចៃហើយធ្វើដំណើរក៏ដូចជាកាត់បន្ថយនឹងការបញ្ចេញនៅឧស្ម័នកាបូនក៏ដូចជាចូលរួមរក្សាបរិស្ថាននៅក្នុងទីក្រុងរបស់យើងបានផងដែរហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺការប្រើ CRM system ជំនួសឲ្យឯកសារអតិថិជនជាក្រដាសវាងាយស្រួលនៅក្នុងការរក្សាទុកក៏ដូចជាគ្រប់គ្រងទិន្នន័យរបស់អតិថិជនឲ្យមានប្រសិទ្ធភាពកាត់បន្ថយកំហុសជាមួយនឹងបង្កើនគុណភាពនៃសេវាកម្មផងដែរដូចនេះសរុបមកការប្រើប្រាស់នវានុវត្តន៍បៃតងនៅក្នុង marketing គឺអាចជួយឲ្យក្រុមហ៊ុននឹងចូលរួមនៅក្នុងការសន្សំសំចៃថវិកាបង្កើននូវប្រសិទ្ធភាពនៅក្នុងការផ្សព្វផ្សាយមួយវិញទៀតគឺផ្ដល់ដំណឹងលឿនទៅដល់អតិថិជនក៏ដូចជាក្រុមការងារហើយជៀសវាងការបំពុលនៅបរិស្ថានហើយអាចធ្វើឲ្យអាជីវកម្មនឹងមានចីរភាពរយៈពេលវែងផងដែរបាទសូមអរគុណដល់បងអូនស្រីដែលបានធ្វើបទបង្ហាញទាក់ទងជាមួយនឹងការដាក់បញ្ចូលនៅ Green Innovation ទៅក្នុងផ្នែក marketing អញ្ចឹងយើងឃើញថាវាមានអត្ថប្រយោជន៍ច្រើនមែនទែនប៉ុន្តែនៅក្នុងនោះយើងក៏មានជាកត្តាជំរុញផងដែរដើម្បីឲ្យយើងទទួលបានលទ្ធផលដោយដែលបងអូនស្រីបានលើកឡើងមុននេះបាទអញ្ចឹងគឺអតិថិជនភាគច្រើនគាត់ចូលចិត្តទំនាក់ទំនងតាម digital បាទអញ្ចឹងភាគច្រើនគាត់ចូលចិត្តទទួលព័ត៌មាននិងទំនាក់ទំនងតាមទូរស័ព្ទ email ឬក៏បណ្ដាញសង្គមព្រោះវារហ័សផ្ដល់ភាពងាយស្រួល
និងសន្សំសំចៃពេលវេលាសម្រាប់ពួកគាត់ចំណុចបន្ទាប់គឺប្រើថវិកាឲ្យមានប្រសិទ្ធភាពអញ្ចឹងមានន័យថាការផ្សព្វផ្សាយតាមប្រព័ន្ធ digital គឺចំណាយតិចជាងការបោះពុម្ពក្រដាសផ្សេងឬក៏ការធ្វើកម្មវិធីដោយផ្ទាល់ហើយមួយវិញទៀតការផ្សព្វផ្សាយតាមប្រព័ន្ធ digital គឺអាចទៅដល់គោលដៅអតិថិជនច្រើនជាងការដែលយើងទៅជួបផ្ទាល់ប៉ុន្តែយើងមិនមែនអនុវត្តបែបហ្នឹងគ្រប់ពេលគ្រប់វេលាទេវាអាចថាយើងក៏ត្រូវតែមានកលៈទេសៈណាមួយផងដែរសម្រាប់ជាស្តង់ជាអីផ្សេងៗអាហ្នឹងគឺជាផ្នែក marketing គឺគេនឹងចេះនៅក្នុងការរៀបចំទៅលើការធ្វើទីផ្សារទាំងអស់ហ្នឹងហើយចំណុចបន្ទាប់តកតងជាមួយនឹង driver គឺតកតងជាមួយនឹង ម៉ាកយីហោដែលផ្ដោតទៅលើភាពយូរអង្វែងហើយនឹងកាត់បន្ថយទៅលើផលប៉ះពាល់បរិស្ថានបាទចឹងសម្រាប់ក្រុមហ៊ុនគាត់ចង់បង្កើតរូបភាពល្អថាជាអាជីវកម្មដែលទទួលខុសត្រូវចំពោះបរិស្ថាននិងសង្គមដូច្នេះដើម្បីបង្កើនភាពជឿជាក់ពីអតិថិជនការច្នៃប្រឌិតនេះគឺមិនមែនយើងធ្វើតាមមួយថ្ងៃ2ថ្ងៃឬក៏រយៈពេលខ្លីណាមួយដើម្បីយើងខ្លាយទៅជាក្រុមហ៊ុនដែលផ្ដោតទៅលើ Green Innovation បានទេគឺយើងត្រូវតែធ្វើវាឲ្យមានស្ថិរភាពជារៀងរហូតព្រោះបរិស្ថានយើងមិនមែនការពារតាមតែរយៈពេលខ្លីទេគឺយើងត្រូវការពារឬក៏កាត់បន្ថយទៅលើផលប៉ះពាល់ហ្នឹងសម្រាប់រយៈពេលអាចថារហូតឬក៏យូរអង្វែងតែម្ដងបាទទាំងអស់នេះហើយសិតតែជាកត្តាជំរុញនៅក្នុងការដាក់បញ្ចូលនៅ Green Innovation ទៅក្នុងផ្នែក Marketing ហើយក្នុងនោះក៏យើងមានជាឧបសគ្គមួយចំនួនដែរតាក់ទងជាមួយនឹងការអនុវត្តបែបនេះបាទចំណុចទី1គឺតាក់ទងជាមួយនឹងអតិថិជនដែលគាត់មិនមានលទ្ធភាពនៅក្នុងការប្រើប្រាស់នៅបច្ចេកវិទ្យា Digital បាទអញ្ចឹងក្នុងនោះគឺយើងមានអតិថិជនមួយចំនួនដែលគាត់អត់មានទូរស័ព្ទនៅក្នុងការប្រើប្រាស់ទេបាទអញ្ចឹងអាចថាអ៊ីនធឺណិតក៏ពួកគាត់មិនអាចប្រើប្រាស់បានដែរបាទហើយមួយទៀតគាត់អាចនឹងរស់នៅក្នុងតំបន់ដែលដាច់ស្រយាលបាទអញ្ចឹងវាស្ទើរតែជាកត្តាប្រឈមមួយដែលធ្វើឲ្យការអនុវត្តនៅបច្ចេកវិទ្យា Digital គឺมันអាចដាក់ប្រើប្រាស់ទៅដល់ដៃរបស់ពួកគាត់បានទេដូច្នេះហើយយើងត្រូវតែព្យាយាមដាក់បញ្ចូលនៅបច្ចេកវិទ្យា Digital នេះបន្តិចម្ដងហើយចំណុចចុងក្រោយគឺត្រូវការជំនាញ Marketing Digital មានន័យថាបុគ្គលិកត្រូវរៀនជំនាញថ្មីដូចជា Social Media Content Creation និង Data Analysis ដែលធ្វើ Marketing ឲ្យមានប្រសិទ្ធភាពព្រោះថានៅក្នុងបដិវត្តឧស្សាហកម្មដូចយើងធ្លាប់បានដឹងបច្ចេកវិទ្យាឬក៏ការសម្របខ្លួនទៅនឹងបរិបទថ្មីគឺតែងតែមានការអភិវឌ្ឍជានិច្ចដូច្នេះហើយគឺទាមទារឲ្យបុគ្គលិកទាំងអស់គឺត្រូវតែអាដាប់ខ្លួនទៅលើអ្វីដែលថ្មីនៅក្នុងបដិបត្តិការងារទាំងអស់នោះបាទបន្ទាប់ពីនេះគឺខ្ញុំបាទនឹងផ្ដល់ឱកាសទៅកាន់បងប្រុសហេងសំរិទ្ធសេដ្ឋាដែលគាត់នឹងធ្វើបទបង្ហាញបន្តរហូតដល់បញ្ចប់តែម្ដងបាទសូមអរគុណ